ថ្ងៃនេះមេតិចនៅឃើញចង់ញ៉ាំស៊ុបក្តៅប៉ុន្តែដោយសារតនៅក្នុងទូគឺមានតែសាច់ក្តាមចឹងហើយយើងអត់មានឆ្អឹងអត់មានអីនៅសល់ក៏ចាប់ផ្ដើមធ្វើស៊ុបក្តាមតែម្ដងហើយគ្រឿងផ្សំស៊ុបក្តាមរបស់យើងគឺត្រូវការតែសាច់ក្តាមមួយកូនចានដែលយើងស្ងោរបកសាច់ហើយហ្នឹងបន្ទាប់មកទៀតគឺយើងមានពងក្រហមពងមាន់ក្រហម2គ្រាប់ហើយពងមាន់នេះគឺយើងវាយវាឲ្យបែកមាត់ល្អដើម្បីយើងដាក់នៅក្នុងស៊ុបរបស់យើងដើម្បីឲ្យស៊ុបរបស់យើងមានរសជាតិឈ្ងុយហើយនឹងខាប់ល្អហើយបន្តមកទៀតខ្ញុំមានផ្សិតម្ជុលនិងផ្សិតចំបើងពីរមុខនឹងដាក់តែមុខក៏បានដែរហើយការ៉ុតយើងហាន់ជាដុំតូចៗចឹងមកដើម្បីយើងដាក់យកស្ពរហើយត្រូវការបំផុតហ្នឹងគឺជីឆាយហើយនឹងដើមខ្ទឹមអត់មានក៏បានដែរប៉ុន្តែជីឆាយគឺមិនអាចខ្វះបានដោយសារតែស៊ុបរបស់យើងមានក្លិនឈ្ងុយល្អគឺដោយសារជីឆាយនឹងឯងហើយស៊ុបក្តាមនេះគឺត្រូវគ្នាបំផុតជាមួយជីឆាយអញ្ចឹងយើងហាន់វាជាចំណិតអត់ទូចមកបើសិនជាមានតែមួយមុខយើងដាក់តែមួយមុខក៏បានដែរតែខ្ទឹមដាក់ក៏បានមិនដាក់ក៏បានហើយបន្ទាប់ពីហាន់មកយើងដាក់កូនចានទុកម្លាយសិនយើងទុកដាក់នៅពេលដែលស៊ុបយើងធ្វើហើយយើងបង់ចូលតែម្ដងអញ្ចឹងបន្ទាប់ពីហាន់ជីអីរួចហើយយើងចាប់ផ្ដើមមកលាយម្សៅឆាអញ្ចឹងស៊ុបនេះត្រូវការម្សៅឆា1ស្លាបព្រាបាយយើងដាក់កូរជាមួយទឹកឲ្យរលាយសព្វល្អហើយយើងទុកមួយឡែកសិនអញ្ចឹងហើយបន្តមកទៀតយើងចាប់ផ្ដើមពងខ្ទឹមមកអញ្ចឹងខ្ទឹមរបស់យើងគឺចិញ្ច្រាំឲ្យល្អិតទៅបើសិនជាបងប្អូនមានម៉ាស៊ីនកិនយើងអាចដាក់កិនក៏បានដែរសារយើងត្រូវការខ្ទឹមពងនឹងរាងច្រើនបន្តិចណាអញ្ចឹងយើងពេលដែលច្រាំខ្ទឹមហើយយើងដាក់ខ្លាញ់ឲ្យក្តៅមកគឺចាក់ខ្ទឹមរបស់យើងដែលបានចិញ្ច្រាំហើយហ្នឹងចូលនៅក្នុងខ្លាញ់ក្តៅមកហើយធ្វើការកូរត្រឡប់ចុះឡើងឲ្យខ្ទឹមរបស់យើងនឹងបានក្រហមល្អសិនចាំយើងស្រង់ទុកហើយពេលដែលស្រង់ទុកហ្នឹងយើងកុំស្រង់ទាំងអស់យើងទុកខ្ទឹមនឹងនៅខ្ទះខ្លះតែដោយសារយើងត្រូវការឆាសាច់ក្តាមទៀតណាអញ្ចឹងពេលដែលពងហើយយើងដួសដាក់ចានមួយចំណែកហើយនៅសល់ខ្លះនៅក្នុងខ្ទះហ្នឹងគឺយើងយកសាច់ក្តាមរបស់យើងហ្នឹងមកចាក់ចូលដើម្បីឆាហើយពេលឆាហ្នឹងគឺយើងត្រូវការប្រេងល្ងហើយនិងប្រេងខ្យងបន្តិចដាក់ជាមួយសាច់ក្តាមតែយើងអត់ដាក់ច្រើនទេបរិមាណតិចមែនទេដើម្បីគ្រាន់តែបង្កើនក្លិនឈ្ងុយទេប៉ុន្តែសារវីដេអូនេះខ្ញុំអត់បានថតពេលដែលចាក់គ្រឿងនឹងចូលអញ្ចឹងបន្ថែមតែប្រេងល្ងក៏បានតែបើអត់មានដាក់តែប្រេងខ្យងក៏បានដែរបន្ទាប់ពីឆាកូរច្បល់ចូលគ្នាសព្វហើយយើងដួសសាច់ក្តាមរបស់យើងទុកមួយឡែកហើយយើងធ្វើការដាំទឹកឲ្យក្តៅបន្តិចចាំយើងមានជាហៃប៊ីក្រៀមហ្នឹងយើងដាក់ទៅចូលបើសិនជាមានជីហឺទៀតគឺកាន់តែល្អតែដោយសារថ្ងៃនេះអត់មានគឺមានតែហៃប៊ីនឹងឯងយើងដាក់ស្ងោរវាមកពុះហើយចាំយើងធ្វើការបង់គ្រឿងចូលគ្រឿងរបស់យើងគឺអត់មានអីច្រើនទេមានម្សៅស៊ុបស្ករប៊ីចេងហើយម្រេចហ្នឹងគឺយើងដាក់រាងច្រើនបន្តិចដោយសារស៊ុបហ្នឹងត្រូវការម្រេចរាងហឹរបន្តិចហើយទឹកស៊ីអ៊ីវទឹកត្រីយើងដាក់ហើយយើងភ្លក់តាមចំណង់ចំណូលចិត្តរបស់យើងទៅយើងចូលចិត្តរសជាតិប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងចាំពេលភ្លក់គ្រឿងត្រូវអស់ហើយចាំយើងបង់បន្លែចូលចឹងបងប្អូនធ្វើឲ្យភ្លក់ទៅចូលចិត្តរសជាតិប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅហើយពេលដែលភ្លក់ត្រូវហើយយើងបង់បន្លែចូលទាំងអស់តែម្ដងមានការ៉ុតមានផ្សិតរបស់យើងហ្នឹងហើយរងចាំឲ្យផ្សិតនិងបន្លែរបស់យើងហ្នឹងរាងឆ្អិនបន្តិចចាំយើងដាក់សាច់ក្តាមតាមក្រោយដោយសារសាច់ក្តាមរបស់យើងហ្នឹងគឺវាឆ្អិនម្សាហើយអញ្ចឹងយើងដាក់សាច់ក្តាមនឹងចូលមកពេលដែលបន្លែយើងរាងឆ្អិនណាហើយកូរច្បល់របស់វាឲ្យសព្វរងចាំឲ្យស៊ុបរបស់យើងពុះម្សាទៀតគឺយើងអាចបង់ជីបង់អីចូលជាការស្រេចហើយអញ្ចឹងវិធីធ្វើគឺអត់ចំណាយពេលយូរទេបងប្អូនប្រហែលជារយៈពេល10នាទីអីគឺយើងអាចបានញ៉ាំស៊ុបក្តាមយ៉ាងឈ្ងុយឆ្ងាញ់តែម្ដងអញ្ចឹងពេលដែលសាច់ក្តាមរបស់យើងដាក់ចូលមកពុះហើយយើងចាប់ផ្ដើមបង់ពងទារបស់យើងចូលពងមាន់ក្រហមហ្នឹងហើយជាមួយនឹងម្សៅឆារបស់យើងហើយទុកឲ្យវាពុះតិចចឹងមកហើយយើងបង់ជីរបស់យើងដែលយើងបានហាន់ទុកហ្នឹងចាក់ចូលនៅក្នុងស៊ុបហ្នឹងទៅពេលយើងបង់ជីហ្នឹងយើងបិទភ្លើងសិនណាបិទភ្លើងហើយយើងបង់តាមក្រោយបើមិនចឹងទេជីរបស់យើងគឺពណ៌រាងស្លោកអត់បានខៀវស្អាតចឹងទេហើយខ្ទឹមពងគឺយើងដាក់ចូលខ្លះមកហើយពេលដែលយើងញ៉ាំយើងអាចបន្ថែមជាមួយនឹងក្រូចឆ្មាហើយជាមួយនឹងម្រេចបន្ថែមទៀតប្រអីបើសិនជាយើងដាក់ម្រេចរាងហឹរគឺកាន់តែឆ្ងាញ់អញ្ចឹងស៊ុបរបស់យើងគឺរួចរាល់ហើយអាកាសធាតុត្រជាក់អញ្ចឹងគឺញ៉ាំស៊ុបក្តៅអញ្ចឹងគឺឆ្ងាញ់តែម្ដងហើយមានកម្លាំងទៀតហើយអត់ចំណាយពេលយូរទេធ្វើបែបលឿន